បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្ញុំមានការព្រួយបារម្ភចំពោះរបាយការណ៍ថាតំបន់ជុំវិញនោះនិងតំបន់វប្បធម៌កំពុងត្រូវបានវាយប្រហារដោយយន្តហោះចម្បាំងយន្តហោះគ្មានមនុស្សបើកនិងកាំភ្លើងធំបន្ថែមពីនេះលោកឈុកបានរំលឹកដល់ប្រទេសទាំងពីរអំពីកាតព្វកិច្ចរបស់ពួកគេក្រុមអនុសញ្ញាអូតាវ៉ាដែលហាមឃាត់មានប្រឆាំងមនុស្សហើយបានជំរុញឲ្យពួកគេវិលត្រឡប់មករកការសន្ទនាឡើងវិញដោយសង្កត់ធ្ងន់ថាប្រទេសថៃនិងកម្ពុជាបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំដែលមានឫសគល់នៅក្នុងប្រវត្តិសាស្ត្រនិងតម្លៃរួមគ្នាដំណើរគ្នានេះផងដែរព្រឹត្តិការណ៍ដែលជាសញ្ញាព្រមានផ្នែកការទូតដ៏ធ្ងន់ធ្ងរក៏បានកើតឡើងមិនបានប៉ុន្មានម៉ោងស្រួលបួលផងបន្ទាប់ពីបេសកជនពិសេសរបស់ប្រទេសចិនគឺលោកតេងជីជុនបានបញ្ចប់ជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់ថៃនៅក្នុងទីក្រុងបាងកកដោយក្នុងនោះលោកបានជំរុញឲ្យថៃបានប្រើប្រាស់ភាពអត់ធ្មត់កម្រិតខ្ពស់និងជៀសវាងការប្រើប្រាស់អាវុធអាកាសធ្ងន់ធ្ងរហើយស្រាប់តែថៃបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែក2គ្រាប់ទៅលើទីក្រុងប៉ោយប៉ែតដែលជាមជ្ឈមណ្ឌលកាស៊ីណូដ៏មមាញឹកមួយនៅតាមបណ្ដោយព្រំដែនកម្ពុជានៅថ្ងៃប្រហ័សទី18ធ្នូ2020